នៅព្រឹកថ្ងៃទី17 ខែមិថុនាឆ្នាំ2025តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមសន្តិបណ្ឌិតនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃឯកឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកអន្តោប្រវេសន៍បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីធ្វើការបណ្ដេញជនជាតិវៀតណាមសរុបចំនួន27នាក់ស្រី5នាក់ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់និងគ្មានលិខិតឆ្លងដែន26នាក់ស្រី4នាក់ករណីកាប់បំផ្លាញព្រៃឈើដោយគ្មានការអនុញ្ញាតអនុវត្តទោសចប់1នាក់ភេទប្រុសតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំង plong ខេត្តត្បូងឃ្មុំដោយជនជាតិវៀតណាមទាំង27នាក់ខាងលើបានទទួលពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ